យើងធ្លាប់បានសិក្សាអំពីប្រភេទបណ្ដឹងរួចហើយដែលទស្សនៈរបស់ប្រជាពលរដ្ឋទូទៅអាចមានការយល់ច្រឡំទាក់ទងជាមួយនឹងពាក្យបណ្ដឹងឬក៏នៅពេលខ្លះជនរងគ្រោះដើមបណ្ដឹងក្រោយពីទទួលបានសំណងរដ្ឋបវេនីជួសជុលទៅលើផ្ទះសនកម្មខូចខាតឬក៏សំណងពីអ្នកដែលបានប្រព្រឹត្តមកលើខ្លួនពេលនោះទំនងជាប្រជាពលរដ្ឋសាមញ្ញដូចជាពួកយើងយល់ថានឹងមិនមានបណ្ដឹងកើតឡើងទេព្រោះអីជនរងគ្រោះបានទទួលយកសំណងហើយក៏ទទួលបាននៅអ្វីដែលខ្លួនចង់បានជាមួយនឹងការប្រព្រឹត្តឬក៏ការខូចខាតពីជនប្រព្រឹត្តជនដៃដល់រួចទៅហើយប៉ុន្តែសម្រាប់អ្នកដែលស្ដាប់ podcast របស់យើងដែលស្វែងយល់អំពីបណ្ដឹងរដ្ឋបវេនីនិងបណ្ដឹងអាជ្ញាបានស្វែងយល់រួចទៅហើយថានៅពេលដែលមានបទល្មើសមួយកើតឡើងជាពិសេសនៅពេលដែលមានបណ្ដឹងទោះបីជាបណ្ដឹងនោះជាបណ្ដឹងរដ្ឋបវេនីដើម្បីទាមទារផ្លូវចិត្តទៅដល់ការខូចខាតរបស់ខ្លួនក៏ដោយក៏មិនប្រកាសថាសំណុំរឿងនោះនឹងចប់ត្រឹមនេះដែរពីព្រោះអីក្នុងករណីបទល្មើសដែលបានកើតឡើងឬក៏ទំនាស់ដែលបានកើតឡើងនោះត្រូវបានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាថាជាបទល្មើសព្រហ្មទណ្ឌឬក៏បទល្មើសដូច្នេះបើសិនជាមានការចរចាជជែកពិភាក្សាទូទាត់សំណងនានាសងទៅជនរងគ្រោះពេលនោះបណ្ដឹងរដ្ឋបវេនីអាចរលត់ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំថាបណ្ដឹងអាជ្ញាពុំអាចរលត់បានឡើយសួស្តីប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងជាទីរាប់អាននៅក្នុង Channel Legal Advisor ដែលយើងសិក្សាអំពីនីតិវិធីច្បាប់នៅក្នុងវគ្គនេះយើងនឹងបន្តសិក្សាអំពីបណ្ដឹងអាជ្ញានិងការរលត់ទៅនៃបណ្ដឹងអាជ្ញាសម្រាប់ប្រិយមិត្តអ្នកដែលមិនទាន់ស្គាល់បណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋបវេនីអាចស្ដាប់ podcast របស់យើងកាលពីវគ្គមុនដែលយើងនិយាយអំពីបណ្ដឹងរដ្ឋបវេនីនិងបណ្ដឹងអាជ្ញាប៉ុន្តែនៅក្នុងវគ្គនេះយើងនឹងផ្ដោតតែទៅលើប្រភេទបណ្ដឹងអាជ្ញាតែប៉ុណ្ណោះយោងតាមមាត្រា3នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថាបណ្ដឹងអាជ្ញាជាបណ្ដឹងអនុវត្តទៅលើបុគ្គលគ្រប់រូបទាំងរូបវន្តបុគ្គលនិងនីតិបុគ្គលដោយឥតប្រកាន់ពណ៌សម្បុរពូជសាសន៍ភេទសាសនាជំនឿភាសានិន្នាការនយោបាយដើមកំណើតជាតិសាសន៍ឋានៈធនធានឬស្ថានភាពឡើយចំពោះអ្នកដែលមានសិទ្ធិចាប់ផ្ដើមនៃការផ្ដើមបណ្ដឹងអាជ្ញាឬក៏អនុវត្តបណ្ដឹងអាជ្ញាគឺបានចែងនៅក្នុងមាត្រា4ដោយបានចែងថាបណ្ដឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ទូទៅដោយអัยការដែលមានប្រាជ្ញានិងប្រាជ្ញារងអัยការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌនិងសូមឲ្យអនុវត្តច្បាប់និងសូមឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្ថាធិការស៊ើបសួរនិងយុត្ថាធិការនៃការជំរះក្តីត្រង់ចំណុចនេះគឺបានបញ្ជាក់ឲ្យឃើញអំពីអំណាចនៃបណ្ដឹងអាជ្ញាមិនអាចរលត់ទៅได้ងាយៗបាននោះទេត្រូវតែមាននីតិវិធីត្រឹមត្រូវហើយច្បាស់លាស់ជាពិសេសគឺអង្គការអัยការដែលតំណាងឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបណ្ដឹងអាជ្ញានេះដែលមានអัยការឬអัยការរងដែលជាអ្នកដើរតួនាទីក្នុងការធ្វើដើមបណ្ដឹងសូមរំលឹកបន្តិចដែរថាបើទោះបីជាយើងមានការព្រមព្រៀងគ្នារវាងដើមបណ្ដឹងនិងចុងចម្លើយឬរវាងជនប្រព្រឹត្តនិងជនរងគ្រោះក៏ដោយចំពោះមុខសំណងរដ្ឋបវេនីដើម្បីជួសជុលទៅលើការខូចខាតប៉ុន្តែការព្រមព្រៀងបែបនេះអាចរលត់តែបណ្ដឹងរដ្ឋបវេនីប៉ុណ្ណោះចំពោះបណ្ដឹងអាជ្ញាគឺពុំរលត់ឡើយហើយនឹងបន្តនីតិវិធីជាធម្មតាដើម្បីធ្វើការស្វែងយល់អំពីម្ចាស់ដើមបណ្ដឹងអាជ្ញាមុននឹងបន្តទៅសិក្សាបន្តអំពីការរលត់នៃបណ្ដឹងអាជ្ញាខ្ញុំសូមនាំប្រិយមិត្តអ្នកស្ដាប់របស់យើងទៅស្ដាប់សំឡេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកកើតរិទ្ធដែលនិយាយអំពីអ្នកណាដែលមានសិទ្ធិនៅក្នុងការដើរតួនាទីជាដើមបណ្ដឹងអាជ្ញាសូមរីករាយស្ដាប់ដូចតទៅតែបន្ថែមពីនេះឯកឧត្តមទីយុធីក៏បានលើកសំណួរចំនួន2សំណួរទី1សួរថាតើអ្នកណាមានសិទ្ធិបណ្ដឹងខ្ញុំសូមបញ្ជាក់ថាច្បាប់នេះបង្កើតបានជាបទល្មើសព្រហ្មទណ្ឌមួយអញ្ចឹងយោងតាមការអនុវត្តដែលផ្អែកទៅលើក្រមនីតិវិធីព្រហ្មទណ្ឌអ្នកដែលជាម្ចាស់នៃបណ្ដឹងអាជ្ញាគឺមានព្រះអាជ្ញាប៉ុន្តែពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើបណ្ដឹងបរិហារទៅអាជ្ញាធរមានសមត្ថកិច្ចតែត្រូវកសាងសំណុំរឿងហើយអ្នកដែលសម្រេចចោទប្រកាន់គឺព្រះអាជ្ញាទី2សួរថាចុះបើប្រព្រឹត្តបទល្មើសនៅក្រៅប្រទេសតើត្រូវធ្វើយ៉ាងម៉េចចំណុចនេះក៏មានចែងផងដែរនៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងជាទូទៅច្បាប់ព្រហ្មទណ្ឌមានវិសាលភាពនៅក្នុងដែនអធិបតេយ្យរបស់រដ្ឋមួយប៉ុន្តែច្បាប់ក៏ចែងផងដែរថានៅក្នុងករណីដែលបទល្មើសប្រព្រឹត្តនៅក្រៅប្រទេសមានលក្ខខណ្ឌអីខ្លះដែលអាចយកច្បាប់របស់យើង
មានវិសាលភាពគ្រប់ដល់ទៅលើបទល្មើសទាំងអស់នោះមួយទៀតដែលអ្វីខ្ញុំចង់លើកឡើងគឺតាក់ទងជាមួយការប្រព្រឹត្តបទល្មើសមួយចំនួនតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសូមបញ្ជាក់ជូនថានៅពេលដែលបទល្មើសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគឺអត់មានដែនដីទេគឺដែនរបស់វានៅពេលដែលមនុស្សអាច access ចូលទៅក្នុងប្រព័ន្ធនេះបានសាធារណជនអាចមើលទៅបានចេញពីកម្ពុជាគឺបទល្មើសប្រចាំទុកថាប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាជាតិកម្ពុជានេះទី1ទី2នៅពេលដែលបទល្មើសដែលប្រព្រឹត្តឡើងនៅក្នុងដែនដីនៃប្រជាជាតិកម្ពុជាឬចាត់ទុកថាប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាជាតិកម្ពុជាច្បាប់កម្ពុជាមានសមត្ថកិច្ចដើម្បីចាត់ការលើសំណុំរឿងនោះទោះបីមានវត្តមានឬមិនមានវត្តមានអ្នកនោះក៏ដោយបាទក្រោយពីប្រិយមិត្តបានដឹងបន្ថែមអំពីអ្វីទៅជាបណ្ដឹងអាជ្ញា podcast របស់យើងនឹងបន្តនាំប្រិយមិត្តទៅស្វែងយល់បន្ថែមទៀតអំពីកត្តាដែលនាំឲ្យមានការរលត់នៃបណ្ដឹងអាជ្ញាថាតើបណ្ដឹងអាជ្ញាដ៏មានឥទ្ធិពលហើយបណ្ដឹងអាជ្ញាដែលមានអានុភាពមួយនេះនឹងត្រូវរលត់ទៅក្នុងទម្រង់បែបណាខ្លះហើយលក្ខខណ្ឌបែបណាដែលច្បាប់អនុញ្ញាតនឹងចាត់ទុកថាមានការរលត់នៃបណ្ដឹងអាជ្ញានេះតាមគោលការណ៍ច្បាប់បើទោះបីជាសំណងនៃការខូចខាតត្រូវបានផ្ដល់ជូនជនរងគ្រោះនឹងមានការសម្របសម្រួលដកពាក្យបណ្ដឹងពីសំណាក់ជនរងគ្រោះឬករណីដែលជនរងគ្រោះពុំដាក់ពាក្យបណ្ដឹងក៏ដោយក៏បណ្ដឹងអាជ្ញាមិនរលត់ឡើយមូលហេតុនៃការដកបណ្ដឹងរបស់ភាគីជនរងគ្រោះគឺមានអានុភាពត្រឹមតែបញ្ចប់នៅការទាមទារសំណងរដ្ឋប្បវេណីដូចយើងបានជជែកគ្នាពីខាងដើមតែប៉ុណ្ណោះយោងតាមមាត្រា 7 នៃក្រមនីតិវិធីព្រហ្មទណ្ឌមូលហេតុដែលនាំឲ្យមានការរលត់បណ្ដឹងអាជ្ញាមានកត្តាសំខាន់ៗដូចខាងក្រោមចំណុចទី1គឺបាននិយាយអំពីមរណភាពនៃជនល្មើសបណ្ដឹងអាជ្ញានឹងត្រូវរលត់នៅពេលដែលជនសង្ស័យជនជាប់ចោទឬក៏ជនត្រូវចោទបានទទួលមរណភាពបើផ្អែកទៅតាមគោលការណ៍ឯកតកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌដោយបានចែងនៅក្នុងមាត្រា 24 នៃក្រមព្រហ្មទណ្ឌដែលសំដៅទៅលើការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌតែចំពោះផ្ទាល់ខ្លួនតែប៉ុណ្ណោះពលគឺបុគ្គលដែលជាជនល្មើសបុគ្គលនោះគឺជាអ្នកទទួលខុសត្រូវទោសព្រហ្មទណ្ឌដោយមិនអាចឲ្យអ្នកដទៃឬសាច់ញាតិទទួលខុសត្រូវជំនួសបានឡើយអញ្ចឹងបើយោងតាមមាត្រា 24 គឺគេបានបញ្ជាក់ឲ្យគេហៅថាគោលការណ៍ឯកតបុគ្គលបើអ្នកបុគ្គលណាប្រព្រឹត្តបុគ្គលនឹងគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ហើយបើសិនជាបុគ្គលនឹងគាត់មរណភាពឬក៏ស្លាប់បាត់ហើយយើងនិយាយភាសាសាមញ្ញគឺគ្មានអ្នកណាមកទទួលទោសជំនួសហើយមិនមែនដូចនៅប្រទេសកូរ៉េខាងជើងទេដែលនៅពេលដែលបុគ្គលណាប្រព្រឹត្តខុសជួនកាលយកសាច់ញាតិ 6 7 សដានយកមកទទួលខុសត្រូវជាមួយនៅក្នុងក្រុមរបស់យើងគឺយើងអត់ចែងទៅរបៀបហ្នឹងឯងគឺយើងចែងអំពីគោលការណ៍ឯកតបុគ្គលដូចនេះដំណើរការនៃនីតិវិធីទាំងអស់នៃសំណុំរឿងព្រហ្មទណ្ឌក៏ត្រូវបញ្ចប់នៅត្រឹមពេលដែលជនជាប់ចោទជនសង្ស័យឬក៏ជនត្រូវចោទនឹងទទួលមរណភាពដោយសារតែបណ្ដឹងអាជ្ញាត្រូវរលត់កត្តាទី2គឺនិយាយអំពីការផុតនៃអាជ្ញាយុកាលអាជ្ញាយុកាលនៃបទល្មើសគឺជារយៈពេលដែលកំណត់ដោយច្បាប់នៅក្នុងករណីផុតរយៈពេលនៃបទល្មើសនោះព្រះអាជ្ញាពុំអាចធ្វើបទចោទបានទេរយៈពេលនៃអាជ្ញាយុកាលមានការប្រែប្រួលទៅតាមប្រភេទបទល្មើសនីមួយៗឧទាហរណ៍1ឆ្នាំសម្រាប់បទលហុ5ឆ្នាំសម្រាប់បទមជ្ឈិមនិង15ឆ្នាំសម្រាប់បទអក្រិតហើយត្រូវរាប់ចាប់គិតអំពីពេលដែលបទល្មើសនោះបានប្រព្រឹត្តអញ្ចឹងអាជ្ញាយុកាលនៃបទល្មើសឧទាហរណ៍ថាបុគ្គលម្នាក់ប្រព្រឹត្តបទលហុឧទាហរណ៍ដូចករណីធ្វើឲ្យមានការភ័ន្តច្រឡំផ្នែកយោធាអញ្ចឹងទៅជាប់ពន្ធនាគារ5ខែឧទាហរណ៍ស្រាប់តែគាត់ប្រព្រឹត្តបទល្មើសហ្នឹងនៅថ្ងៃទី1ខែមករាឆ្នាំ2023អត់មានអ្នកដឹងទេតតែមួយឆ្នាំក្រោយមកបានថានៅថ្ងៃទី2ខែមករាឆ្នាំ2024បានមានគេប្តឹងអញ្ចឹងបានន័យថាផុតអាជ្ញាយុកាលហើយបានន័យថាវាលើសពីពេលដែលមានអាជ្ញាយុកាលដែលច្បាប់អាចចាត់ទុកថាច្បាប់នឹងដំណើរការនីតិវិធីបានអញ្ចឹងអានឹងសម្រាប់ទោសលហុទោសមជ្ឈិម5ឆ្នាំហើយនឹងបទអក្រិត15ឆ្នាំអញ្ចឹងបើផុតរយៈពេលហ្នឹងហើយបានមានអ្នកប្តឹងអញ្ចឹងបានន័យថាគឺអត់អាចដំណើរការក្តីនឹងបានទៀតគឺវាផុតអាជ្ញាយុកាលហើយដូច្នេះយើងត្រូវបញ្ជាក់ការកត់សម្គាល់មួយទៀតថារយៈពេលនៃអាជ្ញាយុកាលនឹងត្រូវរាប់ជាថ្មីម្ដងទៀតនៅពេលដែលបញ្ចប់កិច្ចចោទឬការស៊ើបសួរនីមួយៗមានន័យថាប្រសិនបើភ្លាមក្រោយពេលដែលករណីនឹងមានដំណើរការអីផ្សេងបាទឧទាហរណ៍ករណីបុគ្គល A បានដាក់ពាក្យបណ្ដឹងទៅព្រហ្មទណ្ឌទៅកាន់មន្ត្រីនគរបាលយុត្តិធម៌ហើយឈានទៅដល់ការចោទប្រកាន់ពីអាយកាឬបើកការស៊ើបសួរ
ពីចៅក្រមស៊ើបនោះរយៈពេលនៃបណ្ដឹងអាជ្ញានឹងត្រូវរាប់សារថ្មីអញ្ចឹងបើសិនជាមាននីតិវិធីទៅដល់តុលាការហើយមានការជាប់គាំងឬក៏មានការផ្អាកជាបណ្ដោះអាសន្នអញ្ចឹងគេអត់រាប់ពីពេលនៃការប្រព្រឹត្តបទល្មើសទេគេរាប់ពីពេលនៃការបញ្ចប់ដំណាក់កាលចុងក្រោយឧទាហរណ៍ចៅក្រមស៊ើបកំពុងអាស៊ើបអញ្ចឹងគេត្រូវរាប់ចាប់ពីចៅក្រមស៊ើបចុងក្រោយហ្នឹងទៅមុខបទល្ហុ1ឆ្នាំ1ឈឹម5ឆ្នាំឧក្រិដ្ឋ15ឆ្នាំអញ្ចឹងទៅអញ្ចឹងគេមានរាប់ពីថ្ងៃប្រព្រឹត្តបទល្មើសមកអញ្ចឹងពេលវេលាត្រូវរាប់ត្រឹមពេលដែលមានសកម្មភាពរបស់ចៅក្រមស៊ើបនោះតែម្ដងកត្តាទី3គឺការលើកលែងទោសជាទូទៅការលើកលែងទោសជាទូទៅដូចមានចែងនៅក្នុងមាត្រា7នៃក្រមនីតិវិធីព្រហ្មទណ្ឌនោះមិនសំដៅទៅលើការលើកលែងទោសដោយរាជានុសិទ្ធិរបស់ព្រះមហាក្សត្រដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យធំៗមួយចំនួនគឺមានការលើកលែងទោសអញ្ចឹងណាបាទអញ្ចឹងការលើកលែងទោសជាទូទៅដែលធ្វើឲ្យមានបណ្ដឹងអាជ្ញាមួយរលត់សំដៅទៅលើការធ្វើច្បាប់និងអនុម័តច្បាប់ដោយសភាសម្រាប់ការលើកលែងទោសឬលុបចោលនៅបទល្មើសណាមួយដែលនាំឲ្យបណ្ដឹងអាជ្ញានោះរលត់ទៅបាទចំណុចទី4វិញគេបាននិយាយអំពីនារីកនៃច្បាប់ព្រហ្មទណ្ឌដូចបានបញ្ជាក់ខាងលើអញ្ចឹងស្ថាប័នអាយកាអាចធ្វើការចោទប្រកាន់បានទៅលើជនណាមួយអំពីអំពើល្មើសរបស់ខ្លួននឹងនៅក្នុងក្របខ័ណ្ឌព្រហ្មទណ្ឌតាមរយៈបណ្ដឹងអាជ្ញាប៉ុន្តែបើទោះបីជាមានការចោទប្រកាន់ក៏ដោយក៏បណ្ដឹងអាជ្ញានោះត្រូវរលត់ផងដែរប្រសិនបើបទល្មើសនោះត្រូវនារីកពលគឺអំពើដែលត្រូវបានប្រព្រឹត្តរបស់ជនល្មើសលែងត្រូវបានកំណត់ជាបទល្មើសតទៅទៀតនៅក្នុងក្រមព្រហ្មទណ្ឌអញ្ចឹងបានន័យថានៅពេលដែលព្រះអាជ្ញាធ្វើការចោទប្រកាន់ហើយស្រាប់តែសភាបានធ្វើវិសោធនកម្មដល់នារីកប្រភេទសកម្មភាពនឹងថាមិនមែនជាបទល្មើសទៅទៀតទេការនារីករបស់ច្បាប់នាំឲ្យរលត់ទៅលើការចោទប្រកាន់ដែរការចោទប្រកាន់លែងទៅមុខទៀតពីព្រោះច្បាប់បានចាត់ទុកសកម្មភាពនឹងថាលែងជាបទល្មើសទៅហើយអញ្ចឹងនៅក្នុងករណីនេះវាសំខាន់ដែលយើងជាពលរដ្ឋទូទៅយើងត្រូវធ្វើការស្វែងយល់អំពីការវិវត្តនៃច្បាប់ចំណុចចុងក្រោយគឺយើងនិយាយអំពីអាជ្ញាអស់ជំនុំនៅក្នុងចំណុចទី5នេះគេនិយាយអំពីអាជ្ញាអស់ជំនុំប្រសិនបើជនជាប់ចោទត្រូវបានតុលាការសម្រេចឲ្យរួចខ្លួនជាស្ថាពរតាមរយៈសារក្រមឬសារដីកាណាមួយហើយជនជាប់ចោទនោះមិនអាចត្រូវបានចោទប្រកាន់អំពីអំពើដដែលនោះទេបើទោះបីជាមានការចោទប្រកាន់ក្រោមកំណត់ឈ្មោះបទល្មើសថ្មីផ្សេងទៀតក៏ដោយចំណុចតាក់ទងជាមួយអាជ្ញាអស់ជំនុំនេះសំខាន់ឧទាហរណ៍បុគ្គលម្នាក់ប្តឹងយើងពីបទរំលោភលើសេចក្តីទុកចិត្តទៅលើកម្មវត្ថុកស្រាប់តែដំណើរការតុលាការចប់ចេញសារក្រមមកថាយើងអត់មានបទល្មើសទេដល់ពេលដែលយើងអត់មានបទល្មើសអត់មានការប្តឹងទោសឲ្យទាំងអស់ស្រាប់តែសុក2ឆ្នាំក្រោយសំណុំរឿងកនឹងដដែលអំពើកនឹងដដែលត្រូវបានបុគ្គល A យកទៅប្តឹងឡើងវិញអញ្ចឹងបើយោងតាមគោលការណ៍អាជ្ញាអស់ជំនុំបទល្មើសដដែលដែលសារក្រមស្ថាពរចេញមកថាយើងអត់ guilty អត់មានទោសមិនអាចប្តឹងយើងឡើងវិញបានទេអញ្ចឹងអានឹងជារឿងមួយសំខាន់ណាស់អត់អាចសុកតឡាការលើកមុនសម្រាប់ឲ្យយើងភ្លេចទាស់ឬក៏ភ្លេចអីចឹងទៅចង់ប្តឹងឡើងវិញទៅលើសំណុំរឿងទៅដែរអាហ្នឹងក៏មិនបានដែរសរុបជារួមនៅក្នុងគោលការណ៍នៃការរលត់នៃបណ្ដឹងអាជ្ញាមាន5ចំណុចធំៗដែលខ្ញុំនឹងសង្ខេបជូនប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងឡើងវិញទី1មរណភាពនៃជនល្មើសទី2ការផុតនៃអាជ្ញាយុកាលបទល្មើសទី3ការលើកលែងទោសជាទូទៅទី4នារីកនៃច្បាប់ព្រហ្មទណ្ឌនិងចំណុចសំខាន់ចុងក្រោយគឺអាជ្ញាអស់ជំនុំខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះបន្តិចថាអានេះយើងយកចំណុច5នេះមកយកមកនិយាយប៉ុន្តែមិនមែនមានន័យថាមានតែប៉ុណ្្នឹងវាអាចមានលក្ខខណ្ឌផ្សេងទៀតបើសិនជាឲ្យអ្នកច្បាប់ឬក៏ចៅក្រមតែគាត់អាចអង្គន់ទៅលើចំណុចល្អិតអាចមានចំណុចច្រើនជាងនឹងទៀតប៉ុន្តែជាគោលការណ៍ទូទៅដែលយើងអាចធ្វើការស្វែងយល់បាននៅក្នុងនាមជាពលរដ្ឋក្នុងនាមជាអ្នកសិក្សាផ្នែកច្បាប់យើងសិក្សាទៅលើ5ចំណុចសំខាន់ហ្នឹងយ៉ាងហោចណាស់យើងដឹងថាកលៈទេសៈបែបណាទម្រង់រូបភាពបែបណាដែលធ្វើឲ្យរលត់នៃបណ្ដឹងអាជ្ញាទៅបានជាចុងក្រោយអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងជាទីរាប់អានដែលតែងតែយកចិត្តទុកដាក់ស្វែងយល់អំពីនីតិវិធីច្បាប់ចំណេះដឹងផ្នែកច្បាប់ជាមួយនឹង Channel Legal Advisor Cambodia គឺជា Channel មួយដែលបង្កើតឡើងនៅក្នុងគោលបំណងចែករំលែកការសិក្សាស្រាវជ្រាវផ្នែកច្បាប់ការពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់ពលរដ្ឋទូទៅផងហើយសម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនច្បាប់ប្រហែលជាមិនសូវមានការពេញចិត្តក្នុងចំណោមអ្នកដែលមានចំណេះដឹងច្បាប់ខ្ពស់ៗទេដោយសារយើងនិយាយទូទៅពេកហើយពាក្យពេចន៍មួយចំនួនហ្នឹងខ្ញុំក៏ព្យាយាមប្រើពាក្យពេចន៍សាមញ្ញជំនួសឲ្យពាក្យពេចន៍ច្បាប់ឬក៏បញ្យលពាក្យ
ច្បាប់ទាំងអស់នោះមកឲ្យបងប្អូនងាយយល់ដោយសារពេលខ្លះពាក្យច្បាប់ហ្នឹងវារៀង duplicated វារៀងពិបាកនៅក្នុងការយល់បន្តិចប៉ុន្តែយ៉ាងណាមិញវាជាចំណេះដឹងសម្រាប់មិត្តអ្នកស្ដាប់របស់យើងក្នុងការរៀនសូត្រហើយស្វែងយល់នៅត្រង់ចំណុចនេះការយល់អំពីច្បាប់ការដឹងអំពីច្បាប់វាជារឿងសំខាន់ដែលធ្វើឲ្យប្រិយមិត្តរបស់យើងជាពិសេសការរស់នៅក្នុងសង្គមការប្រើប្រាស់តុលាការគឺជារឿងធម្មតាអញ្ចឹងវាជាការការពារសុវត្ថិភាពរបស់យើងបើសិនជាយើងមានចំណេះដឹងផ្នែកច្បាប់10-20នាទីនៅក្នុង YouTube ឬក៏30នាទីនៅក្នុង YouTube ប៉ុន្តែវាជួយឲ្យយើងមានចំណេះដឹងដ៏ទូលំទូលាយសម្រាប់ការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងក្នុងការធានាបានសិទ្ធិទទួលបានយុត្តិធម៌និងការជំរះក្តីនៅក្នុងតុលាការប្រកបដោយយុត្តិធម៌អាហ្នឹងគឺជាភាពចាំបាច់របស់យើងតែម្ដងវិនាទីចុងក្រោយអរគុណប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងជូនពរឲ្យប្រិយមិត្តមានសុខភាពល្អនិងរួចផុតអំពីជំងឺដង្កាត់នានាជូនពរដល់កងទ័ពទាំងអស់ដែលកំពុងតែឈរជើងនៅតំបន់ព្រំដែនសូមឲ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការប្តឹងទៅកាន់ ICJ យើងក៏មានអេពីសូតនិយាយពី ICJ ដែរជូនពរឲ្យពលរដ្ឋខ្មែររបស់យើងរួមគ្នាសាមគ្គីគ្នាក្នុងការបង្ហាញអំពីជំហរភេរភាពជាតិចំពោះមុខការឈ្លានពានរបស់ជនបរទេសហើយសូមឲ្យជនបរទេសទាំងឡាយណាដែលមានបំណងឈ្លានពានដែនដីខ្មែរសូមឲ្យវិនិច្ឆ័យហើយពលរដ្ឋខ្មែរនៅតែរុងរឿងនិងរក្សាបាននៅដែនដីរបស់ខ្លួនដែលមានបច្ចុប្បន្ននិងរក្សាបាននៅភាពអង់អាចក្លាហាននៃអ្នកស្នងអាណាចក្រអង្គរជូនពរសុខភាពល្អនិងសំណាងល្អទាំងអស់គ្នាសូមអរគុណ